អ្វីទៅជាការញៀនទូរស័ព្ទវាប៉ះពាល់អ្វីខ្លះតើមានវិធីសាស្ត្រដកខ្លួនចេញពីអាការៈនេះដែរឬទេចាប្រិមត្តទស្សនិកជនជាទីមេត្រីកម្មវិធីពីនេះពីនោះនៅក្នុងថ្ងៃនេះនឹងលើកយកអត្ថបទស្ដីអំពីផលប៉ះពាល់នៃការញៀនទូរស័ព្ទយកមកជម្រាបជូនប្រិមត្តទស្សនិកជនចានៅពេលនេះនាងខ្ញុំនឹងជម្រាបជូនលោកអ្នកដូចតទៅការញៀនទូរស័ព្ទគឺជាថ្នាំញៀនប្រភេទថ្មីដែលយើងអាចសម្គាល់បានដូចខាងក្រោមនេះ 1. ការប្រើប្រាស់ទូរស័ព្ទរយៈពេលយូរហួសដែនកំណត់រហូតមិនបានទប់ចិត្តបានដែលវាជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃទាំងទំនាក់ទំនងនិងសុខភាពដោយមិនដឹងខ្លួន 2. ចំណាយពេលវេលាលើទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃ 3. មិនអាចខ្វះទូរស័ព្ទបានធ្វើឲ្យអារម្មណ៍មួម៉ៅ stress ឬភ័យព្រួយនៅពេលមិនបានកាន់ទូរស័ព្ទឬគ្មានអ៊ីនធឺណិត 4. ចាប់អារម្មណ៍តែនៅលើទូរស័ព្ទជាមនុស្សជុំវិញខ្លួនទាំងគ្រួសារនិងមិត្តភ័ក្តិជាដើម 5. លួចលេងទូរស័ព្ទនៅពេលយប់ជ្រៅផលប៉ះពាល់ទៅលើការញៀនទូរស័ព្ទជាក់ស្ដែងការញៀនទូរស័ព្ទអាចជះផលអវិជ្ជមានទៅលើ 1. ការផ្ដោតអារម្មណ៍និងការគិតវិភាគ 2. ប្រសិទ្ធភាពការងារនិងការសិក្សា 3. ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន 4. សុខភាពផ្លូវកាយឈឺភ្នែកស្រវាំងភ្នែកឈឺកញ្ចឹងកស្មានិងដៃ 5. សុខភាពផ្លូវចិត្តបង្កឲ្យមានសម្ពាធផ្លូវចិត្តភាពឯកោបាក់ទឹកចិត្តនិងខ្សោយការផ្ដោតអារម្មណ៍ចា៎ហើយវិធីសាស្ត្រនៅក្នុងការដកខ្លួនចេញពីអាការៈញៀនទូរស័ព្ទនេះមានដូចខាងក្រោមកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃដោយបិទការជូនសារលើកម្មវិធីដែលមិនចាំបាច់កំណត់ពេលវេលាប្រើប្រាស់និងពេលសម្រាកឲ្យបានច្បាស់ស្វែងរកសកម្មភាពឬបង្កើតទម្លាប់ថ្មីដើម្បីជំនួសការប្រើប្រាស់ទូរស័ព្ទដូចជាអានសៀវភៅហាត់ប្រាណសម្អាតផ្ទះឡាក់ចាបងប្អូនប្រិមត្តទស្សនិកជនជាទីគោរពចាលោកអ្នកបានជ្រាបឬមកហើយអំពីផលប៉ះពាល់នៃការញៀនទូរស័ព្ទចាដូចនេះដើម្បីជៀសឆ្ងាយអំពីការញៀនទូរស័ព្ទសូមលោកអ្នកកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃឲ្យបានច្រើនបំផុតតាមដែលលោកអ្នកអាចធ្វើទៅបានចាពីព្រោះថាប្រសិនបើលោកអ្នកធ្លាក់ចូលទៅក្នុងការញៀនទូរស័ព្ទគឺមានផលវិបាកយ៉ាងខ្លាំងដែលអាចប៉ះពាល់ទៅដល់ផ្លូវកាយនិងផ្លូវចិត្តរបស់លោកអ្នកចាទស្សនិកជនជាទីមេត្រីចានៅពេលនេះដោយសារតែពេលវេលាមានកំណត់កម្មវិធីពីនេះពីនោះដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ពេលបញ្ចប់នាងខ្ញុំក៏សូមជូនពរឲ្យលោកអ្នកមានសំណាងល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារចានាងខ្ញុំព្រមទាំងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណនិងសូមជម្រាបលា